បងប្អូនការពីម្សិលមិញខ្ញុំបានចេញវីដេអូមួយពាក់ព័ន្ធជាមួយនឹងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជាហើយនិងថៃហើយមានបងម្នាក់គាត់បានខមមិនថាបោះបង្គោលបណ្ដោះអាសន្នហ្នឹងរបៀបម៉េចបើសិនជាបោះហើយហេតុអីក៏មិនបោះឲ្យដាច់ស្រេចតែម្ដងទៅខ្ញុំគិតថាបងប្អូនយើងខ្លះក៏ប្រហែលជានៅឆ្ងល់ដូចគាត់អញ្ចឹងដែរពាក់ព័ន្ធជាមួយនឹងការងារវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះមិនមែននៅសុកចង់ធ្វើហើយក៏មិនមែនចេះតែធ្វើឲ្យតែរួចពីដៃដែរបញ្ហាព្រំដែនគឺជាបញ្ហាដែលរសើបបញ្ហាដែលមានភាពស្មុគស្មាញហើយអូសបន្លាយជាយូរមកហើយកុំនិយាយថាចោះរដ្ឋាភិបាលអត់ធ្វើការទេអីពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនវាបានកើតបញ្ហាជាយូរមកហើយរហូតមកដល់សម័យអាណាព្យាបាលបារាំងទេទើបកម្ពុជាយើងទទួលបានឯកសារច្បាស់លាស់ពីបារាំងដែលបញ្ជាក់ពីព្រំដែនហើយបានបោះបង្គោលព្រំដែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយបញ្ហានៅតែកើតមានជាបន្តបន្ទាប់ដោយសារតែយើងមិនបានកំណត់ខ្សែព្រំដែនលម្អិតរវាងគ្នានឹងគ្នានោះទេបានជាបញ្ហាវាចេះតែកើតមានរហូតដល់ពេលខ្លះមានប្រជាជនគេលយចូលមករស់នៅឬក៏អាស្រ័យផលនៅលើដីយើងហើយក៏អាចមានពេលខ្លះប្រជាជនយើងមិនបានដឹងលយចូលទៅនៅឬក៏អាស្រ័យផលនៅក្នុងដីគេដែរនេះហើយគឺជាមូលហេតុដែលយើងចាំបាច់ត្រូវចរចាពិភាក្សាហើយរកដំណោះស្រាយក៏ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងដែរដែលយើងបានចរចាហើយសម្រេចបាននៅការអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះពាក់ព័ន្ធថាហេតុអ្វីបណ្ដោះអាសន្នមិនក៏មិនធ្វើឲ្យសម្រេចតែម្ដងទៅត្រង់ចំណុចនេះវាពិបាកណាស់ទោះបីជាខ្ញុំមិនមែនជាអ្នកអនុវត្តឬក៏ចូលរួមនៅក្នុងការងារនេះផ្ទាល់ក៏ដោយប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងហើយយល់ថាត្រឹមតែការងារវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះទេយើងចរចាគ្នាទម្រាំតែត្រូវគឺចំណាយពេលរាប់ឆ្នាំហើយចោះសាកគិតមើលទម្រាំតែការងារបោះបង្គោលព្រំដែនផ្លូវការទៀតហើយបងប្អូនសូមកុំប្រើភាសាតាមពួកបំពើសង្គមកេងចំណេញផលប្រយោជន៍នយោបាយមួយចំនួនដែលនាំគ្នានិយាយថាការចរចាកាត់ដីឲ្យគេដែលស្របច្បាប់ការបោះបង្គោលព្រំដែននោះធ្វើឲ្យបាត់ដីអីជាដើមហ្នឹងខ្ញុំមិនសុំឲ្យបងប្អូនជឿខ្ញុំទាំងស្រុងនោះទេប៉ុន្តែសុំឲ្យចេះគិតពិចារណាបើសិនជារាជរដ្ឋាភិបាលមិនបានខ្វាយខ្វល់ពីទឹកដីពីជាតិពីប្រជាជនទេគាត់មិនចាំបាច់ហត់ចរចាអស់ជាង10-20ឆ្នាំនឹងទេហើយបើសិនជាកាត់ដីឲ្យគេមែនម្លេះមកដល់ពេលនេះក៏ប្រហែលជាគ្មានដីដែលនៅសេសសល់ដែរអញ្ចឹងត្រឡប់មកវិញការងារវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះគឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតរបស់រាជរដ្ឋាភិបាលដែលជាការកំណត់បឋមឲ្យយើងដឹងថាតើត្រង់ចំណុចណាខ្លះជារបស់យើងហើយចំណុចណាខ្លះដែលជារបស់គេហើយខ្ញុំក៏សូមបញ្ជាក់បងប្អូនដែរថាចំពោះការអនុវត្តការងាររបស់មន្ត្រីជំនាញគឺស្របទៅតាមឯកសារគតិយុត្តដែលយើងមានហើយបានបន្សល់ទុកតាំងពីសម័យអាណាព្យាបាលបារាំងជាមួយនឹងច្បាប់អន្តរជាតិនានាហើយនេះក៏ជាស្ពានសម្រាប់រាជរដ្ឋាភិបាលកម្ពុជាយើងមានឱកាសចរចាដើម្បីបោះបង្គោលព្រំដែនផ្លូវការសម្រាប់ពេលអនាគតផងដែរសូមបងប្អូនគិតថាការងារទាំងអស់គឺមានវគ្គមានឃ្លាមាននីតិវិធីត្រឹមត្រូវបើយើងធ្វើត្រូវយើងជោគជ័យតែបើយើងតក់កុហលនោះក៏នឹងអន្តរាយហើយសម្រាប់រឿងប្រទេសជាតិវិញការសំខាន់បំផុតនោះគឺការរក្សានូវស្ថិរភាពនិងសន្តិភាពសម្រាប់ជាតិនិងប្រជាជន